សាស្ត្រាចារ្យថៃប្រស័យប្រសាទម្នាក់បាននិយាយថាប្រាសាទព្រះវិហារដែលតុលាការពិភពលោកកាត់មកឲ្យខ្មែរគឺមានត្រឹមតែតួប្រាសាទតែប៉ុណ្ណោះចំណែកឯដីជុំវិញប្រាសាទទាំងអស់គឺជារបស់ថៃនិយាយប្រាប់ទូរទស្សន៍ថៃបែបនេះមិនដឹងថាសាស្ត្រាចារ្យថៃមួយហ្នឹងយកអ្វីមកនិយាយទេណាបងប្អូនមានឈ្មោះដល់សាស្ត្រាចារ្យប៉ុន្តែនិយាយដោយក្មេងបៀបដៃអញ្ចឹងហើយប្រសិនបើសាស្ត្រាចារ្យថៃប្រស័យប្រសាទច្បាស់អញ្ចឹងមិនប្តឹងតវ៉ាទៅតុលាការអន្តរជាតិម្ដងទៀតទៅបើដីថៃយកទៅតែបើដីខ្មែរថៃគុំតវ៉ាប្រយ័ត្នរួចទាំងទន្សាយរួចទាំងត្រីរស់ណាថៃព្រោះកម្ពុជាកំពុងតែរងចាំនៅតុលាការអន្តរជាតិ ICJ ហើយបងប្អូនកុំឆ្ងល់ហេតុអ្វីបានពលរដ្ឋថៃមកដល់ពេលនេះវង្វេងប្រវត្តិសាស្ត្របែបហ្នឹងដោយសារតែមានសាស្ត្រាចារ្យអញ្ចឹងបង្រៀនឲ្យប្រជាពលរដ្ឋខ្លួនភ្លេចនៅប្រវត្តិសាស្ត្រដែលដូនតាបានបង្រៀនបែរជាមកបំភ្លៃប្រវត្តិសាស្ត្រធ្វើឲ្យវល់ពេញប្រទេសថៃធ្វើឲ្យវល់ពេញប្រជាពលរដ្ឋថៃវង្វេងប្រវត្តិសាស្ត្រទាំងស្ដេចទាំងនាយករដ្ឋមន្ត្រីទាំងសាស្ត្រាចារ្យវង្វេងប្រវត្តិសាស្ត្រទាំងពលរដ្ឋថៃ